Shopping. Tobacco, especially used for the lady. Waving the basket with the local in Cambodia. And then you see the line here. Yeah. Okay, so it's like one product needs, và cùng một cái CB Cycling KA ជួបជាមួយខ្ញុំពលៈថ្ងៃនេះខ្ញុំជិះកង់ជូនទេសចរដែលមកពីប្រទេសស្វីសទៅកាន់ប្រាសាទបឹងមាលាហើយនឹងជិះឡើងភ្នំគូលែនហែលទឹកជ្រោះហើយផ្លូវដែលយើងជិះនេះផងដែរគឺជាប្រភេទផ្លូវបុរាណដែលយើងហៅថា Ancient Royal Highway of Khmer Empire ដែលភ្ជាប់ពីអង្គរទៅប្រាសាទបឹងមាលានិងព្រះខ័នកំពង់ស្វាយហើយចំពោះផ្លូវនេះផងដែរគឺមានចម្ងាយរហូតដល់ទៅ80គីឡូម៉ែត្រហើយ 50% គឺជាផ្លូវ off road ផ្លូវដីហើយនឹង 50% ទៀតជាប្រភេទផ្លូវចាក់កៅស៊ូហើយនឹងចាក់បេតុងហើយក្នុងផ្លូវនេះដែរយើងក៏ជិះឡើងភ្នំគូលែននេះផងដែរគឺយើងប្រើកង់ជាប្រភេទ e-bike Ponsinia Racing ដំបូងឡើយគឺយើងចាប់ផ្ដើមជិះចេញពីអូតែលទៅយើងទៅតាមផ្លូវវត្តប៊ូហើយយើងទម្លាក់ទៅផ្លូវ60ម៉ែត្របន្ទាប់មកយើងជិះឡើងទៅទំនប់អញ្ចាញហើយផ្លូវតាមទំនប់អញ្ចាញនេះទៀតគឺជាប្រភេទផ្លូវដីក្រហមស្អាតល្អហើយជាពិសេសនៅពេលដែលយើងជិះជួបក្មេងៗគឺពួកគេពិតជារស់រាយរាក់ទាក់ខ្លាំងណាស់បាទហើយនៅពេលដែលទៅដល់ទំនប់អញ្ចាញគឺយើងនឹងធ្វើការឈប់សម្រាកនៅសាលាឆទានមួយហើយយើងនឹងនិយាយអំពីប្រវត្តិសាលាឆទានហើយអ្វីបានជានៅតាមភូមិស្រុកស្រែនៅតាមទីជនបទយើងតែងតែមានសាលាឆទានឬពីដើមឡើយគឺជាសាលាសំណាក់នៅពេលដែលយើងធ្វើដំណើរដោយរទេះគោដោយដើរថ្មើរជើងហ្នឹងមានន័យថាយើងមិនអាចទៅដល់គោលដៅក្នុងរយៈពេលមួយថ្ងៃគឺយើងអាចឈប់សម្រាកនៅទីនោះបានហើយជាទៅពេលខ្លះក៏គេមានរៀបដាក់ជាពីងទឹកដាក់ជារបស់របរប្រើប្រាស់ផ្សេងឲ្យអ្នកធ្វើដំណើរហ្នឹងឈប់សម្រាកជាពិសេសគឺពេលដែលខ្ញុំនៅពីក្មេងដែលខ្ញុំធ្វើដំណើរពីស្រុកខ្ញុំមកដល់សៀមរាបហ្នឹងគឺនៅតាមដងផ្លូវហ្នឹងគឺមានច្រើនអ្នកខ្លះក៏ជាសាលាឆទានអ្នកខ្លះក៏ដាក់ពីងទឹកតែឥឡូវនេះដោយសារតែការធ្វើដំណើរបានកាន់តែស្រួលជាងមុនកាន់តែមានភាពស្រួលជាងមុនសាលាឆទានក៏បានប្រែក្លាយខ្លួនទៅជាកន្លែងធ្វើបុណ្យភូមិវិញគឺជាកន្លែងដែលអ្នកភូមិជួបជុំគ្នាដើម្បីប្រារព្ធពិធីផ្សេងជាពិសេសពិធីពីរដែលយើងតែងតែឃើញមានហ្នឹងគឺទី1គឺពិធីឡើងមាឃពិធីឡើងចែកពិធីឡើងអ្នកតាអីជាដើមហ្នឹងគឺគេតែងតែទៅធ្វើនៅកន្លែងហ្នឹងហើយក៏ជាពេលវេលាមួយដែលអ្នកភូមិបានជួបជុំគ្នាដើម្បីឲ្យយើងបានធ្វើបុណ្យជុំគ្នាបង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពក្នុងភូមិប៉ុន្តែឥឡូវនេះយើងឃើញតែនៅទីជនបទទេតែនៅក្នុងក្រុងគឺប្រហែលជាលែងមានហើយបាទបន្តមកទៀតគឺយើងធ្វើដំណើរទៅលើទំនប់អញ្ចាញហ្នឹងបាទទំនប់អញ្ចាញគឺជាទំនប់បុរាណមួយដែលគេប្រើប្រាស់សម្រាប់ផ្ទុកទឹកហើយនឹងបានលើបន្ថែមទៀតហ្នឹងគឺនៅសម័យខ្មែរក្រហមបន្ទាប់មកគឺយើងជិះទៅតាមនឹងទៀតហើយនៅកន្លែងហ្នឹងគឺភាគច្រើនគឺមានភាពស្រស់ស្អាតគឺ feeling ហ្នឹងគឺមានអារម្មណ៍ខុសប្លែកពីទីក្រុងមែនទែនបាទគឺយើងជិះលើផ្លូវដីក្រហមបន្ទាប់មកទៀតគឺទៅដល់កន្លែងមួយពិសេសខ្ញុំមួយហើយបាទគឺកន្លែងញ៉ាំទឹកត្នោតជូរបាទពេលដែលចង់ឃ្លានញ៉ាំអីគឺខ្ញុំនៅទីនោះហើយតមកគឺយើងនាំភ្ញៀវទៅមើលអំពីការឡើងត្នោតរបៀបឡើងត្នោតហើយនឹងការប្រើប្រាស់របស់វាជាពិសេសនៅពេលដែលយើងទៅដល់យើងឃើញដែលចដាអាស័យឡើងដើមត្នោតហ្នឹងគឺភ្ញៀវមានលក្ខណៈស្រាវមែនទែនបាទហើយត្នោតគឺជាដើមឈើមួយដែលតំណាងឲ្យជាតិខ្មែរព្រោះដើមឈើមួយនេះមានសារៈប្រយោជន៍មែនទែនគឺយើងអាចប្រើបានគ្រប់ទីកន្លែងទាំងអស់យើងអាចប្រើតាំងពីឫសតាំងពីដើមតាំងពីស្លឹកតាំងពីផ្លែផ្កាជាពិសេសគឺទឹកវានឹងគឺយើងអាចញ៉ាំស្រស់បានផ្អែមខ្លាំងមែនទែនជាពិសេសក្នុងខែប្រាំងយើងហ្នឹងតែមកយើងអាចជាផលិតទឹកត្នោតជូរហើយនឹងជាស្ករត្នោតហើយបើផលិតជាស្ករត្នោតហ្នឹងគឺយើងត្រូវយកទឹកត្នោតហ្នឹងគឺទៅដុតរយៈពេល 3-4 ម៉ោងបានហើយចំពោះទឹកត្នោតនេះទៀតសោតចំពោះត្នោតឈ្មោលគ
គឺ10 លីត្រហ្នឹងគឺយើងអាចផលិតស្ករត្នោតហ្នឹងបាន1គីឡូជាងទេបាទហើយបើត្នោតនេះគឺអាចបានដល់ទៅ2គីឡូបាទហើយមួយទៀតគឺរៀងរ៉ាវផ្សេងដែលតាក់ទងអំពីសម័យអាណានិគមបារាំងវិញគឺចំពោះអ្នកឡើងត្នោតគឺអត់បាក់បងពុនទេព្រោះគេយល់ថាជាការងារគ្រោះថ្នាក់ហើយនៅសម័យខ្មែរក្រហមយើងនេះទៀតសោតអ្នកដែលមកពីទីក្រុងហ្នឹងមួយចំនួនហ្នឹងគឺគាត់អត់ចេះឡើងត្នោតទេគាត់មានការលំបាកមែនទែននៅពេលដែលកងទ័ពឲ្យគាត់ទៅឡើងត្នោតបាទចឹងបន្ទាប់ពីរៀបរាប់អស់ហើយក៏នាំភ្ញៀវភ្លក់បាទភ្លក់ទាំងត្នោតផ្អែមភ្លក់ទាំងត្នោតជូរភ្លក់ទាំងស្ករសបាទហើយក៏នាំភ្ញៀវថតរូបលេងដែរបាទគឺឲ្យគាត់ឡើងត្នោតបាទតែការឡើងនេះមិនឲ្យគាត់ឡើងខ្ពស់ទេបាទខ្លាចធ្លាក់ដែរហ្នឹងបាទតែអាបើអងស័យហ្នឹងគឺងាប់មែនទែនបាទនេះវាតែបន្តិចសោះអាចត្រូទងន់បានខ្ញុំសម្រាប់ទងន់ដូចខ្ញុំ88គីឡូហើយនៅអាចត្រូបានទៀតបាទបន្តមកទៀតគឺខ្ញុំបន្តដំណើរនៅលើទំនប់អញ្ចាញហ្នឹងគឺជិះទៅមុខទៀតហើយក៏ជានិច្ចកាលឲ្យតែឃើញផលិតហ្នឹងគឺដឹងតែនាំភ្ញៀវចុះទៅមើលហើយបាទព្រោះអីទេសចរបរទេសគឺគាត់មិនដឹងទេថាពួកយើងអាចញ៉ាំផលិតបានបាទផលិតហ្នឹងគឺយើងអាចញ៉ាំទាំងឆៅហើយយើងអាចយកវាទៅស្លម្ជូរបានជាតិផ្ដាំហើយបាទតមកយើងតដំណើរទៅមុខទៀតបាទហើយកន្លែងនេះគឺមានទេសភាពនឹងគឺធ្វើឲ្យភ្ញៀវនឹងគឺមានអារម្មណ៍ដិតដាមមែនទែនគឺជាទីជម្រកដ៏ស្អាតដែលយើងអាចមើលឃើញគេដាប់គេឆ្លាក់ហើយនឹងជីវភាពប្រចាំថ្ងៃហើយកន្លែងនេះគឺជាស្ពានមួយដែលយើងឃើញថាឃើញវាស្រែល្វឹងល្វើយដើមថ្នោតស្អាតឃើញភ្នំបូកហើយនៅរដូវវស្សាគឺខ្ញុំនាំកូនខ្ញុំមកហើរទឹកកន្លែងនេះផងដែរបាទគឺឲ្យគាត់ផ្សំខ្លួនជាមួយនឹងទឹកនឹងបាទតមកទៀតគឺខ្ញុំជិះនាំភ្ញៀវទៅកន្លែងមួយគឺជាកន្លែងដែលគេត្បាញជាលបាទនេះគឺជាមុខរបរបន្តផ្សំបនអ្នកស្រុកសៀមរាបនៅតាមទីជនបទបាទកន្លែងនេះខ្ញុំមានការភ្ញាក់ផ្អើលមែនទែនគឺមានថ្នាំជក់បាទខ្ញុំមិនដែលដឹងសោះព្រោះខ្ញុំធ្លាប់ជិះកង់កាត់តាមទន្លេមេគង្គដែលយើងមានការថ្នាំជក់ដែលដើរនៅសៀមរាបខ្លួនឯងនេះមានថ្នាំជក់សោះបាទហើយថ្នាំជក់នេះដាំជាលក្ខណៈគ្រួសារដែលកាត់អាចប្រើបានពីរយ៉ាងគឺសម្រាប់ជក់ហើយនិងសម្រាប់ទល់បាក់ទល់ហ្នឹងគឺមានអាគេបៀមក្នុងមាត់ដូចយើងញ៉ាំស្ករកស៊ូផងដែរនេះគឺលោកយាយគាត់កំពុងតែហាន់បាទហាន់ថ្នាំជក់ឲ្យល្អិតដើម្បីយកទៅហាលបាទនេះគឺគាត់មានឧបករណ៍ត្រឹមត្រូវហើយអញ្ចឹងមានន័យថាគាត់ធ្វើមកច្រើនចំនួនហើយបាទអញ្ចឹងបន្តមកទៀតគឺយើងនឹងជូនភ្ញៀវឲ្យស្គាល់អំពីមុខរបរមួយទៀតរបស់អ្នកទីជនបទខេត្តសៀមរាបគឺការត្បាញជានៅទីនេះគឺជាជាលរពាក់បាទហើយរពាក់គឺយើងអាចរោបានរពាក់ខ្លីៗគឺយើងអាចរោជុំវិញភូមិនេះបានប៉ុន្តែចំពោះរពាក់វែងគឺយើងត្រូវទៅកាត់នៅកំពង់ធំហើយនៅពេលដែលគេកាត់ម្ដងគឺអ្នកភូមិប្រមូលគ្នា20 30នាក់ទៅជួលឡានមួយហ្នឹងម៉ែអើយក្រោកតាំងពីម៉ោង3ព្រឹករៀបចំបាយជាស្រេចទៅហើយប្រហែលជាម៉ោង5អីមកដល់វិញហើយបាទហើយកន្លែងហ្នឹងគឺយើងឲ្យគាត់មើលបងស្រីត្បាញជាលបាទអាហ្នឹងគឺជាការកំសាន្តមួយរបស់ទេសចរផងដែរមានន័យថាគាត់នឹងបានរៀនសូត្រនឹងបានយល់ដឹងបន្ថែមទៀតអំពី handicraft សិប្បកម្មដែលធ្វើដោយដៃបាទបន្ទាប់ពីឲ្យគាត់មើលរួចហើយខ្ញុំក៏ឲ្យភ្ញៀវនឹងទៅរៀនត្បាញជាមួយបងស្រីផងដែរបាទអានឹងគឺជាការបង្កើនភាពស្និទ្ធស្នាលមួយរវាងទេសចរហើយនឹងអ្នកស្រុកតតែម្ដងបាទហើយយើងឈប់នឹងក៏យើងមិនជាបង្កការរំខានទេយើងគាត់តែឲ្យគាត់បរៀនទៅយើងក៏ជូនថវិកាមួយចំនួនដល់បងស្រីដែរបាទគាត់កាត់ទុកទិញអីផ្សេងៗបាទតមកទៀតក៏យើងធ្វើដំណើរតាមផ្លូវបន្តទៅទៀតបាទហើយតាមផ្លូវនេះគឺមានស្វាយចន្ទីច្រើនមែនទែនបាទក្នុងរដូវកាលនេះពិតជាមានភាពងាយស្រួលមែនទែនគឺយើងអាចបង្ហាញពីស្វាយចន្ទីហើយនឹងក្របស្វាយចន្ទីឲ្យទេសចរបានបាទព្រោះឯទេសចរមួយចំនួនគឺគាត់អត់ដែលស្គាល់ផ្លែស្វាយចន្ទីហើយក្របចន្ទីនៅតាណាទេអញ្ចឹងនៅពេលយើងបង្ហាញគាត់ថាហ្នឹងឯងហ
hai nè khám mà nhầm luôn tiết rồi còn đang hào ok mùa hè đại chật ti play nứng cứ mò pi đại sa rừng với anh bạn mà ná bây rồi play bàn mà cả lố bạn hay ní cái dương mà to na bạn hay bắt to pi dương chlong spin luôn spin tới bạn spin cắt từng luôn tới mai play nứng sạch tràn men tên chẳng to dương ao phi dương chỉ bị giặt rồi bạn hay cái này ní mũi tiết đó khi dương mà đo spin bồ ran mũi bạn hay spin bồ ran ní cao pi môn nứng cứ chỉ cắt nứng pe ngay chào xiêm đã khơi nẹo phum cả tờ câu hai bạn hay spin ní phòng đây cứ miền dục ca rồi hốt đào tới chiêm một con chấm bạn tăng pi chấm nán pro bát Surya Varman ti mũi mỏng lái bạn to the eastern part of Cambodia like I go to Bemilia, Kake, especially Wat Phu. Nowadays Wat Phu is in Laos. So that's why when we cycling along this road, you will see a bridge like this. And nowadays, it become a lottery bridge for the local people to scratch on it to get some number to buy a lottery. tao mau giờ chỉ phải đợi tam phơi nâng máu để phơi nâng vì muốn cứ chỉ phơi mùi đỏ mi nhất để xa tam nó chỉran cứ dừng từ lên trái cột nâng cứ dừng chỉ xem tam phơi nâng ngoài mò phần này chẳng môn nâng đo phơi bê tông nâng miền phơi mùi bật phình từ trái cột tại vì bật phình tế hay còn miền phơi bê tông mới từ đây lô coi nhà tế cứ dừng từ trăng bạn nơi lơ tập phơi rồi vào hai bên đại tế bạn hay tam phơi ní khoảng đấy bờ đọp này ní cứ dừng nhà ram thà remote maintain hay là lơ đòn phơi ní cứ bài season mình là tam đời ca ní cứ chỉ là đời ca để kịp một con đầm luôn chẳng cứ đầm luôn mi chẳng dừng khơi nhảy kịp gặp bông tại đó cả hay nâng riệp chầm đầm luôn mi cái này cứ chỉ cái này mới đặt phơi 7.4 cứ lại phơi 7 từ chăn so nâng lên từ phơi mà lấy hay nâng màu trái cột nâng cái này cứ chỉ cái này nhiều thì ai cho chọc sầm ra nâng bây ở phiêu chặt sang thay mặt tại sang này mình chỉ sang tô sang ấy cái sang nó bạn hai phơi này có cái chất thua hai đáy hơi nâng cào cá sấu bạn pi cho nó ném chi con ném pi pon đập ram đập mũi phơi này cứ như này thôi là bạn đấy cứ về lấy tật khao xa thôi là bạn là khao prang này tầm mà tiết cứ kê chặt đầy có hóm hay là này cứ kê riệp chòm chặt cá sấu quay bạn When you see the rice field in the line like this, it means that they harvest by thôi sài bạn pi đó cứ sài prang đằng khao xa bạn you see the line on the rice field like that. nhom riệp rộp đập nhiều pi cá chân sạch có bay pi cá chốt cát cá chốt cát này lại này khoảng đấy cứ dân xuôi nam thế cứ cái chốt cát đây pra mà sân tầm mà tiết cứ dân nâng mau to sân nam prasat mùi đây còn ro miền núp mau to sân nam mình tên prasat nâng cứ chia prasat bằng ti pal bạn hay miền tập nhiều adventure thế để phía sau cứ cận màu thế này hay nâng miền cầm bọt tòng bạn muốn cứ bay mười bọt tòng khăn mình tên đã lấy dương mình đang chỉ dạng này thế rồi phía sau cứ cái này dòng đi phol bạn hơi chấp bạn hay mà đo phơi này để mà đo sát này đấy nó phải để dương mưa pi salapa thapa trẻ cắm ai dương nâng tha sát bằng tiền phơi nâng cứ bỏ hai chỉ có sang láng nông chùm non bát Surya Varman tí pi hay khăn cô bùm non nâng cứ ô tư thoại đỏ pre Vishnu rồi bát Surya Varman tí pi cứ chỉ mà sát mũi để miền chụp nư một móm từ lời pre Vishnu hay pre ong miền chụp nư tha pre ong cứ chia incarnation bà đây incarnation nâng bạn avatar cứ chỉ avatar pre Vishnu hay chân chết khmai nơi Satvati đập pi nâng có pre bát Surya Varman tí pi nâng cứ mà nâng pre Vishnu nâng anh bạn hai bà sát nâng cứ dừng châu tầm mơ tới bởi dân chỉ nè châu chất chùm lạnh tôi cứ dừng nâng mìa rằm tha việc bất trợ cha mình tên hay dừng đời châu tô sana tiết sao bạn cứ miền lại cái nạ đôi chị explorer dân bạn hay bảo phí môn để nhóm chụp bóng phôn ở nơi gym nơi chấm cá là nâng cứ còn bàn gì thà nơi tiên ấy cứ bại bại cho để sao tại tổng vô phần nô bạn cứ không dùng nên ca lùi các bạn ta bạn hai nơi tiên ấy này là khơi miền play chơi cho ra đấy đọc bị lừa sạt bạn
ចឹងអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ភាពរ៉ូម៉ាន់ទិកអីគឺអាចមកប្រាសាទនេះបានហើយបន្ទាប់ពីយើងទស្សនាប្រាសាទថតរូបហើយយើងធ្វើដំណើរបន្តទៅទៀតបាទធ្វើដំណើរនៅកន្លែងនេះគឺយើងមកដល់ផ្លូវបាឡេតមកយើងដល់វត្តមួយដែលហៅថាវត្តប្រាសាទបួនឋាននៅកន្លែងនេះពីមុនភាគច្រើនគឺយើងកន្លែងបោះតង់នាំភ្ញៀវបោះតង់ច្រើនបាទបន្តមកទៀតគឺយើងធ្វើដំណើរមករហូតមកដល់ផ្លូវមួយដែលចាក់មកបេងមីលីហើយនឹងកោះកេរបាទអូខេបន្តមកទៀតយើងនឹងធ្វើដំណើរទៅមុខទៀតដោយមុននឹងទៅទស្សនាប្រាសាទគឺយើងអាចឈប់សម្រាកញ៉ាំបាយហើយញ៉ាំបាយនៅកន្លែងនេះគឺយើងទៅរ៉េស្តូរ៉ង់មួយឈ្មោះថារំដួលអង្គរ2បាទពីមុនគឺយើងមាន2ជម្រើសគឺខ្មែរ Kitchen ហើយនឹងរំដួលអង្គរ2តែឥឡូវនេះសល់តែរំដួលអង្គរ1ទេដែលគាត់អាចនៅឈរជើងបានព្រោះពីមុនគឺមានភ្ញៀវច្រើនគួរសមហើយជាទេសចរចិនតែឥឡូវនេះគឺមិនសូវមានទេបាទហើយប្រាសាទបឹងមីលីនេះមានរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗដែលតាក់ទងនឹងប្រាសាទមួយហ្នឹងជាដំបូងខ្ញុំសូមនិយាយពីឈ្មោះសិនឈ្មោះដើមឡើយគឺប្រហែលជាឈ្មោះថាបឹងមីលាដែលមានន័យថាបឹងផ្កាឈូកប៉ុន្តែក្រោយមកដោយសារតែអ្នកស្រុកអ្នកភូមិឬក៏អ្នកស្រាវជ្រាវនៅទីនេះគឺឃើញដើមបេងមួយដ៏ធំនៅច្រកចូលខាងត្បូងទើបគេចាប់ផ្ដើមដូរឈ្មោះពីបឹងមីលាទៅបេងមីលាវិញបាទហើយចំពោះបុរាណវិទូមួយចំនួនគេតែងតែនិយាយថាប្រាសាទនេះគឺជាប្លង់តូចរបស់ប្រាសាទអង្គរវត្តបើចំពោះខ្ញុំវិញភ្នែកខ្ញុំដែលមើលគឺវាពិតជាដូចមែនទែនបាទគឺមានន័យថាគឺជាមីនីអង្គរវត្តមានន័យថាមុននឹងគេកសាងអង្គរវត្តគេសាកល្បងកសាងប្រាសាទបឹងមីលានេះសិនបាទហើយមូលហេតុដែលគេជ្រើសរើសនៅកសាងនៅតំបន់នេះគឺមួយទៀតគឺនៅខាងទប់ជើងនៃប្រាសាទបឹងមីលានេះគឺមានកន្លែងថ្មចឹងច្រើនដែលធ្វើឲ្យងាយស្រួលដល់ស្ថាបត្យករក្នុងការកាប់កឹះយកមកសាងសង់ប្រាសាទហើយប្រាសាទនេះផងដែរគឺត្រូវបានកសាងក្នុងសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2ឧទ្ទិសថ្វាយដល់ព្រះវិស្ណុប៉ុន្តែនៅក្នុងចំនួនព្រះបាទជ័យវរ្ម័នទី7គាត់បានធ្វើការផ្លាស់ប្ដូរខ្លះហើយបាន convert ប្រាសាទនេះទៅជាពុទ្ធសាសនាមហាយានហើយមានបដិមាព្រះពុទ្ធជាច្រើនដែលបានយកចេញពីប្រាសាទបឹងមីលាមួយហ្នឹងហើយប្រាសាទហ្នឹងក៏ត្រូវបានគ្របដណ្ដប់ដោយព្រៃឈើយ៉ាងច្រើនផងដែរហើយនៅទីនេះគឺលយមែនទែនគឺគេធ្វើស្ពានឈើមួយពីលើប្រាសាទបាទហើយនៅនេះក៏ណាយើងចូលដល់ភ្លាមឃើញដើមស្ពង់ដើមហិមាមួយហើយបាទ so you can see it បាទនេះហើយនេះអ្នកនរគ្នាឃើញហើយបាទគឺប្រាសាទនេះគឺ cover ដោយដើមឈើហើយចំពោះអ្នកដែលនិពន្ធសភៅបរទេសជាច្រើនគឺតែងតែនិយាយថាចំពោះប្រាសាទមួយនេះគឺជា ultimate Indiana Jones Temple បាទប៉ុន្តែប្រាសាទមួយនេះគឺមិនបានថតរឿង Indiana Jones ទេប៉ុន្តែជាថតរឿង Two Brother ដែលនិយាយពីសត្វតោហើយ movie មួយនេះគឺជា movie ផនអាល្លឺម៉ង់បាទហើយនៅប្រាសាទនេះផងដែរក៏មានរឿងរ៉ាវទេវកថាផ្សេងៗដែលបានឆ្លាក់ដាក់នៅទីនេះដែររឿងដំបូងគេដែលយើងឃើញនៅប្រាសាទមួយនេះគឺរឿងមហាភារតៈរឿងមហាភារតៈគឺជារឿងមួយដែលអប់រំខ្មែរបុរាណអំពីយុទ្ធសាស្ត្រសង្គ្រាមការកសាងនគរហើយនិងវិនាសកម្មនៃសង្គ្រាមបងប្អូនឯងតមកទៀតគឺយើងនឹងចូលទៅដល់ក្នុងគឺយើងមានទេវកថាមួយទៀតគឺរឿងកូរសមុទ្រទឹកដោះនិយាយអំពីការធ្វើការរួមគ្នារវាងយក្សហើយនិងទេវតាដើម្បីរកទឹកអមរិតហើយរឿងមួយទៀតគឺរឿងតាក់ទងទៅនឹងព្រះគិស្ណាដែលកាត់ចុះទៅប្រហារនាគនៅក្នុងទឹកស្រះបាទហើយបើសិនបើយើងមានពេលមានវេលាយើងអាចដើរទៅខាងផ្នែកខាងជើងនៃប្រាសាទទៅយើងនឹងឃើញអូថ្មដាំដែលជាកន្លែងដែលគេដាប់ថ្មយកមកកសាងប្រាសាទបាទអូខេបន្ទាប់ពីដើរទស្សនាជូនទស្សនាប្រាសាទមួយនេះហើយយើងក៏បន្តដំណើរទៅមុខទៀត
គឺយើងបន្តទៅស្វ័យលើហើយផ្លូវដែលទៅស្វ័យលើនេះគឺជាប្រភេទដែលយើងចាប់ដើមពីចាក់កស៊ូហើយបាទយើងទៅជើងភ្នំកលែនដើម្បីយើងជិះកង់ឡើងបាទនៅកន្លែងនេះវាមិនស្រួលណាស់ទេបាទជិះកង់ឡើងនេះបាទហើយដោយសារតែវាមានកម្ពស់រហូតដល់300 ម៉ែត្រកន្លែងខ្លះគឺពួកខ្ញុំបានដាក់លេខធំមានន័យថាប្រើ e-bike ហ្នឹងប្រើលេខ5បាទកន្លែងខ្លះក្តៅខ្លាំងពេកវាកាំងព្រោះគឺតាមស្ថានភាពផ្លូវប៉ុន្តែនៅពេលដែលយើងទៅដល់លើហើយគឺសប្បាយលុតណាស់បាទគឺកន្លែងខ្លះគឺលុតរហូតដល់បាន60 គីឡូម៉ែត្រក្នុង1ម៉ោងតមកពួកខ្ញុំជិះទៅដល់ទឹកជ្រោះនាំភ្ញៀវមួយទឹកជ្រោះហើយទឹកជ្រោះលេងហើយក៏យើងជិះត្រឡប់ជិះឡានត្រឡប់មកខេត្តវិញ